ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកស្លប្រហើប្រហិតនោះមានពីសិតគ្រឿងអីចឹងឥឡូវយើងមកចិតនងទាំងអស់គ្នាបងប្អូននងខ្ចីល្អណាយើងមកចិតនងហើយបងប្អូនចិតនងខ្ចីណាបងអូនអើយបងអូនណាដែលគាត់ធ្លាប់ស្លគាត់ខ្ញុំស្លមិនតំណងអីបងប្អូនកុំកាយប្រកាន់អីជួយខមមិនប្រាប់នឹងខ្ញុំផងស្លនេះស្លជាលើកទី1ចឹងបងប្អូនណាដែលគាត់ចេះស្លគាត់ជួយខមមិនប្រាប់ខ្ញុំផងបងប្អូនណាដែលអត់ចេះក៏អាចមើលបានស្លតារបៀបខ្ញុំនេះក៏បានបងស្លតារបៀបបងក៏បានខ្ញុំស្លបែបយើងខ្មែរបងប្អូនសម្លនេះរៀងវែងឆ្ងាយបន្តិចស្លយើងមានដាក់បន្លែបៃតងខៀវច្រើនឆ្ងាញ់ណាបងប្អូនដោយសារយើងស្លប្រហិតនេះយើងដាក់ជាមួយនឹងត្រីអណ្ដែងសាច់ជ្រូកផ្សិតមានលឹកបាសមានស្លឹកគ្រៃសិតបាយយើងណាយើងពុះស្អាតពុះទី2ទៅបងប្អូនឥឡូវយើងយកបន្លែមកលាងចិតរួចរាល់អស់ហើយយើងយកបន្លែមកលាងហើយយើងកាត់ស្លឹកគ្រៃឲ្យទូចទៅដើម្បីយើងលាយមួយម្សៅសាច់ម្សៅប្រហិតណាវាមើលទៅស្អាតហើយវាឈ្ងុយបងប្អូនទាំងអស់គ្នាបងប្អូនមើលតាមវីដេអូហ្នឹងទៅយើងធាមលាងឲ្យកាត់វាឲ្យល្អខ្លីៗចឹងបងប្អូនកុំវែងដើម្បីយកទៅលាយជាមួយម្សៅឲ្យវាមានពណ៌ស្អាតផងវាបានក្លិនឈ្ងុយផងពេលយើងកាត់ស្លឹកគ្រៃរួចរាល់យើងចាប់ផ្ដើមលាងបន្លែលាងសាច់បងប្អូនយើងលាងបន្លែហើយចាំយើងលាងសាច់បន្លែយើងលាងកញ្ជ្រោះឲ្យស្អាតបងប្អូនហើយលាងទឹកអំបិលខ្ញុំត្រាំទឹកអំបិលលាងមានដំណងមានផ្ទីមានស្លឹកបាសមានផ្សិតចាំបងប្អូនមើលតាមវីដេអូហ្នឹងទៅស្លតាមហ្នឹងទៅបងប្អូនណាគាត់ចេះកុំប្រកែកុំកាន់អីខ្ញុំស្ទើអីបងប្អូនជួយខមមិនប្រាប់នេះខ្ញុំផងភាសានេះខ្ញុំស្លប្រហើម្សៅប្រហិតនេះលើកទី1បងណាដែលគាត់ចេះចាស់អីចឹងគាត់ស្លឆ្ងាញ់គាត់ជួយខមមិនប្រាប់បងផងហើយយើងលាងបន្លែរួចរាល់ហើយបងប្អូនលាងទុកឲ្យស្រស់ទឹកចឹងទៅឲ្យស្រស់ទឹកដើម្បីយើងឆាក្តៅទៅចាំយើងហាន់បន្លែយកមានហាន់អីបន្លែវែងឆ្ងាយបងប្អូនមានទៅហាន់អនងយើងក្លុកគ្រឿងក្លុកអីចឹងស្លឹកត្រីក្លុកអីលាយជាមួយសាច់ម្សៅដើម្បីយើងស្លបងប្អូនមើលតាមវីដេអូហ្នឹងទៅដល់វគ្គលាងត្រីបងប្អូនណាត្រីអណ្ដែងស្លប្រហិតឆ្ងាញ់ណាបងប្អូនអើយដើម្បីត្រីហ្នឹងទៅកិនក្លុកជាមួយម្សៅត្បាល់ជាមួយម្សៅបងប្អូនយកមកលាងទឹកឲ្យស្អាតបងប្អូនកុំភ្លេចដាក់អំបិលណាបងប្អូនលាងត្រីចាយើងដាក់ជាមួយអំបិលមកដាប់ដៃទៅយើងច្របាច់លាងឲ្យស្អាតអស់រំអិលអស់អីយើងលាងសម្រស់វាឲ្យវាស្រស់ទឹកតិចចាំយើងយកទៅក្លុកទៅកិនជាមួយម្សៅចាហើយយើងលាងឲ្យបានស្អាតត្រីបងប្អូនលាងបាច់អំបិលហើយយើងលាងថែមពីលិចទឹកទៀតទៅដើម្បីឲ្យវាបាត់ឆ្អាបបាត់អំបិលដើម្បីស្លទៅយើងកុំឲ្យវាធំក្លិនស្លទៅវាឆ្ងាញ់វាអត់ធំក្លិនឆ្អាបឬក៏ធំក្លិនព្រមត្រីអីអញ្ចឹងបងប្អូនដោយសារយើងច្របាច់អំបិលអស់ទាំងរំអិលអស់ទាំងក្លិនអញ្ចឹងធ្វើឲ្យស្លយើងវាមានរសជាតិឆ្ងាញ់ហើយវាឈ្ងុយហូបទៅមិនរអាអញ្ចឹងណាបងប្អូនហើយយើងលាងត្រីរួចរាល់ហើយបងប្អូនយើងចាប់ផ្ដើមមកចិតបន្លែដែលយើងបានលាងទុកឲ្យស្រស់ទឹកអំបញ្ញហ្នឹងណាហើយយើងមកចិតបន្លែនៅនងយើងណាចិតជាចំណុចទៅបងប្អូនចាំមើលតាមហ្នឹងបងប្អូនណាគាត់ស្លរបៀបនេះបានបន្លែមានសិទ្ធិរបស់ខៀវបន្លែជួយសុខភាពញ៉ាំបន្លែបានច្រើនបងប្អូនទាំងអស់គ្នាដើម្បីសុខភាពទាំងអស់គ្នាហើយយើងមកដាំទឹកហើយយើងមកលាយម្សៅជាមួយត្រីមួយដែលយើងបានក្លុកកិនជាមួយគ្រឿងមិញណាបងប្អូន
mà ban ở bóng bóng mơ từ cái lọc cái cần từ vì là hoàn từ trong bóng bóng mơ sắp cắt ta nâng tất nhiên về liền xa cái chọc xe bóng bóng xa liền stir sắp khát đến viên bên sẵn xài đã slot tới cái chiều về ở là món bóng bóng mà tha hiện hạt cái lại về rắn về tận tí cái gì mà rêu tí đó trong hạt cái còn rêu bê thành xài để bên thời slot bóng là món bây giờ sủa tiệt thì đặt nón chăn xinh lò lấy những việc rồi đặt bàn đặt sờ vào trên phục vào đó những việc sạch hạt đặt chấu bằng con lò những chật được rồi bằng con ra phần plate mang vào học sẵn sàng những phần bằng con sủa mò tụi lại xinh lò tới trên thị score tịch ông bờ thì đây mình làm nông các bạn kho để bật phần này làm về hợp định thị tàn thì nói là cho mình có chi tiết càng để chỉ về định so với định qua con hạt tàn là hay có tập về việc chơi có chui chan con bò khơi còn môn bò tầm nó khơi mình sang thì mình có bò được ấu nhằm bay được rồi tầm mình tập được rồi bàn cùng đọc bàn xem bà khôi trên bị riêng liền bà nặng so cho anh nhằm bài là mồm chẳng việc ôm mình bắn ngay trong việc lý tụi mai ông bố mình bồng bồn tặng ác này chui like này chui share chui subscribe phong nè bye bye ở con